Hơi ní sẽ tại chỉ lú để bàn so chạy so có bàn bờ to cả thua ca sang song flow bờ to tiết chẳng lú nó son lú này hơi ní cầm rộp lú rất cầm rộp lú son mà chỉ để bàn nó cả sang song bờ to chẳng nè son cho anh cô son mới ta hay đôi còn một đôi vì một muốn ăn miên nàyแต่แล้วbàn khơi ra play cho nào đấy sang song choประมาณឆ្នាំនេះផ្លែច្រើនសួស្តីបងប្អូនទាំងអស់គ្នាដែលកំពុងទស្សនាវីដេអូរបស់ខ្ញុំនៅលើ Facebook Page ក៏ដូចជា YouTube Post ទីរទាំងអស់គ្នាជាទីគោរពទីនេះគឺជាទីតាំងដីឡូមួយកន្លែងដែលខ្ញុំស្គាល់ឃើញថាបានទុកចោលដូចជា3ឆ្នាំហើយតាំងពី2023ពីកណ្ដាលឆ្នាំមកដល់ពេលនេះ2021ពីកណ្ដាលឆ្នាំហើយខ្ញុំក៏ជឿជាក់ថាបងប្អូនមួយចំនួនប្រកាសជាបានស្គាល់នៅម្ចាស់ដីនេះដែរដីឡូនេះគឺធំមែនតើដែលយើងមើលទៅថាសឹងតែចង់ដាក់កន្ទុយភ្នែកណាដូចជាតាំងពីវាលិចមកកើតពីជើងមកបូននេះតាមខ្ញុំមើលគឺឆ្ងាយគឺធំត្រៀមមែនទែនហើយខ្ញុំសូមណែនាំបងប្អូនទាំងគ្នាមកស្គាល់ម្ចាស់ដីនេះផងដែរម្ចាស់ដីនេះគឺបងរ៉នដែលគាត់ឈ្មោះគាត់ជាសរនហើយក៏បងប្អូនមួយចំនួនគាត់ស្គាល់គាត់ជាអតីតអង្គញាជាសរនមួយដែរប៉ុន្តែអាចថាជាការចូលរួមសោកស្ដាយមួយដែលគម្រោងដីឡូតរបស់គាត់នេះបានជាប់គាំងតាំងពីឆ្នាំ2023ពីកណ្ដាលឆ្នាំមកតាមខ្ញុំដឹងគឺទីនេះធ្លាប់គាត់មានកម្រងចង់បង្កើតជាខុនដូលក់អញ្ចឹងណាប៉ុន្តែចាប់ពីគាត់បានកម្រងបើកបានមួយរយៈមកគាត់បានចាប់ផ្ដើមសាងសង់ដូចជាផ្លូវគាត់បានអភិវឌ្ឍផ្លូវច្រើនមែនទែនផ្លូវប៉ុន្តែផ្លូវមួយចំនួនអត់ទាន់បានហើយសម្បូរទេដូចជាទីនេះអីគឺគាត់បានតែរៀបចាក់ក្បាច់អីទេប៉ុន្តែបើបែកខាងក្រោយនេះវិញគឺបានច្រើនគាត់បានសាងសង់ទៅលើផ្លូវបេតុងបានល្អបានស្អាតច្រើនមែនទែនហើយវែងទៀតក៏មានលូមានអីសល់ច្រើនដែរក្នុងនោះក៏មានបន្ទប់ទឹកមានអីនឹងក្រោយប្រើប្រាស់បានហើយប៉ុន្តែចាប់ពីកាំងមកឃើញថាផ្លូវនេះគឺបានផ្អាកអត់បានបន្តในការសាងសង់ធ្វើទេហើយក៏ផ្លូវទៅនេះអត់បានធ្វើដែរអញ្ចឹងបានតែចាក់បានបកគោលទេហើយខ្ញុំអ្វីដែលខ្ញុំស្គាល់ឃើញមួយទៀតគឺទីតាំងនេះគឺទលាហើយខ្យល់អាកាសល្អបរិសុទ្ធមែនទែនបែបស្រុកស្រែជនបទរបស់យើងណាដោយសារទីនេះមានធម្មជាតិជុំវិញដើមត្នោតមានដើមឈើផ្សេងមានផ្ទះមានប្រជាជនគាត់រស់នៅជុំវិញនេះមានរោងចក្រអីទៅគឺមើលទៅគឺជាទីតាំងមួយដែលល្អដែលអាចមានឱកាសធ្វើការងារហើយក៏មានកន្លែងដែលគាត់រស់នៅបែបសាមញ្ញបែបជនបទអញ្ចឹងណាវាចូលដែលយើងហៅថាជាក្រុងកបាត់ក្រុងចុះទីនេះហើយដូចខ្ញុំអាសាមកទីនេះដោយសារទីនេះគឺមានខ្យល់អាកាសបរិសុទ្ធហើយបងប្អូនទាំងអស់គ្នានៅចិត្តនេះក៏គាត់អាសាមកដែរដោយបងប្អូនឃើញអញ្ចឹងមានអង្គុយមួយក្រុមគឺពួកគាត់សុទ្ធតែមកលំហែយកខ្យល់អាកាសនៅក្នុងថ្ងៃសៅរ៍អញ្ចឹងដូចគ្នាដូចខាងនោះមានទាំងឡានមួយក្រុមទៅមានម៉ូតូមួយក្រុមទៅខាងនេះអីមានម៉ូតូមួយក្រុមទៅហើយមុនមិញក៏មានក្រុមហ៊ុនដែលគាត់មកផ្សព្វផ្សាយពីផលិតផលឡានមកគាត់យកទីតាំងនេះដើម្បីជាកន្លែងថតពាណិជ្ជកម្មរបស់គាត់បានមួយចំនួនដែរហើយដូចខាងនោះខ្ញុំអាសាថតនៅខាងកបោលដីវាលខាងមុនក៏អាសាមនុស្សច្រើនមែនទែនហើយទីនេះវាដាច់មកបន្តិចប៉ុន្តែឃើញថាបងប្អូនគាត់អាសាមកលំហែច្រើនហើយដូចផ្លូវខាងនេះក៏ខ្ញុំស្គាល់ឃើញថាមានបងប្អូនគាត់អាសាមករៀនបើកបរដោយសារវាស្រឡះអញ្ចឹងណាស្រឡះឲ្យផ្លូវធំហើយបងប្អូនមួយនោះក៏បានក៏មករត់ដើម្បីសុខភាពហើយមានចាស់ចាស់មនុស្សទៀតគាត់ក៏បានជិះកង់អីដើម្បីហាត់ប្រាណនៅលើផ្លូវបេតុងនេះផងដែរហ្នឹងអញ្ចឹងទីតាំងនេះខ្ញុំcònចង់បង្ហាញម្ដងទេដើម្បីជាការចែករំលែកនៅតំបន់កំសាន្តមួយអាចថាជាតំបន់លំហែមួយសម្រាប់បងប្អូនដែលគាត់នៅខណ្ឌកបោលចិត្តនេះដូចជាទីនេះខ្ញុំឃើញទីតាំងគេដាក់ថាសង្កាត់បឹងធំអញ្ចឹងបើសិនបងប្អូននៅចិត្តនេះអត់ដឹងថាកន្លែងណាកំសាន្តលំហែបែបពេញនិចណាដាក់កតេលដាក់អីមកអង្គុយលេងអាំងសាច់អាំងអីគឺនៅទីនេះមានហើយមួយរយៈមុនក៏ឃើញដែរបងប្អូនចិត្តនេះគាត់បានដាក់ឡានមកអញ្ចឹងគាត់បានដាក់អាំងសាច់អាំងអីឃើញថាមើលទៅម្យ៉ាងមកគាត់ដែរហើយខ្ញុំក៏សារមកដែរដូចជាមិនក៏បានដាក់ហូបនំបញ្ចុកអីមកដែរអញ្ចឹងណាហ្នឹងអញ្ចឹងវីដេអូនេះខ្ញុំមានប្រឹងទេអរគុណខ្ញុំគាត់តែចែកទីតាំងកំសាន្តរបស់ទៅដល់បងប្អូនដែលបាននៅចិត្តនេះឲ្យគាត់បានដឹងផងដែរអញ្ចឹងអរគុណបងប្អូនទាំងគ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំមួយនេះកុំភ្លេចជួយមើលខ្ញុំ post ក្រោយទៀត